លើកនេះខ្ញុំត្រូវតែជោគជ័យឲ្យបានភ្ញាក់ហើយឬបើមិនទាន់ស្លាប់ទេតាមខ្ញុំទៅជួយការនៅសាលាចម្រាញ់អាវុធវិញ្ញាណទីនេះជាកន្លែងណាកុំប្រាប់ថាខ្ញុំឆ្លងទៅពិភពផ្សេងហើយខ្ញុំឈ្មោះលីងឈិនដើមឡើយជាសិស្សវិទ្យាល័យពេលកំពុងធ្វើពិសោធន៍គីមីបានបង្កការផ្ទុះដោយចៃដន្យហើយមិនដឹងយ៉ាងម៉េចក៏មកដល់ពិភពអ្នកបួសស្វែងរកអមតៈនេះចប់ហើយដុំដែកខ្មៅនេះដុតអស់3ថ្ងៃ3យប់ហើយនៅតែមិនរលាយទៀតចាស់ទុំប្រកាសជាស្ដីបន្ទោសយើងទៀតហើយនេះគ្រាន់តែជាដែកសុទ្ធប៉ុណ្ណោះចំណុចរលាយរបស់វាគឺ1,538អង្សាសេភ្លើងអុសរបស់អ្នកក្តៅបំផុតបានតែប្រហែល800អង្សាសេបើលីបានទើបចម្លែកគ្រាន់តែជាកូនកិច្ចការក៏ហ៊ានរិះគន់ការចម្រាញ់អាវុធវិញ្ញាណដែរឯងសមមើលសេតុនហភាពក្នុងលំមិនគ្រប់ទេខ្ញុំនិយាយតែការពិតប៉ុណ្ណោះបងប្រុសចៅល្មមបានហើយមូសៀនាងជាកូនស្រីរបស់មេប៉ានាងគួរតែដឹងច្បាស់ថាច្បាប់គឺជាច្បាប់ប៉ុន្តែដោយសារគេប្រព្រឹត្តលើកទី1ខ្ញុំនឹងផ្ដល់ឱកាសមួយថ្ងៃនេះបើឯងមិនអាចចម្រាញ់ដែកខ្មៅនេះឲ្យរលាយបានចូលចេញពីបច្ឆិងយន្តដោយខ្លួនឯងមិនបាច់រងចាំមួយថ្ងៃទេសុំតែ1ម៉ោងប៉ុណ្ណោះបើខ្ញុំធ្វើមិនបានខ្ញុំនឹងដើរចេញដោយខ្លួនឯងល្អបងឈឹងនេះជាអ្វីនេះគឺម៉ាស៊ីនផ្លុំខ្យល់វាអាចធ្វើឲ្យភ្លើងក្តៅខ្លាំងជាងមុនអស្ចារ្យមែនបងឈឹងពូកែខ្លាំងណាស់1ម៉ោងគត់បងប្រុសចៅសូមពិនិត្យមើលផងបងឈឹងពិបាកហើយកុំអួតឆាប់ពេក3ថ្ងៃទៀតសាលាចម្រាញ់អាវុធវិញ្ញាណនឹងមានការប្រឡងវិតម្លៃពេលនោះខ្ញុំនឹងឲ្យឯងដឹងថាអ្វីទៅជាគម្លាតពិតប្រាកដខ្ញុំរងចាំជានិច្ចគម្លាតពិតប្រាកដមែនឬបានលើកក្រោយខ្ញុំនឹងឲ្យអ្នកឃើញថាអ្វីទៅជាសិស្សពូកែខាងវិទ្យាសាស្ត្រពិតប្រាកដការប្រឡងប្រចាំខែរបស់សាលាចម្រាញ់អាវុធវិញ្ញាណចាប់ផ្ដើមបងឈឹងស៊ូឡើងលើកមុនឯងប្រើម៉ាស៊ីនផ្លុំខ្យល់ដើម្បីលួចកេងចំណេញថ្ងៃនេះគ្មានឧបករណ៍ឲ្យឯងប្រើទៀតទេស្ងាត់ទាំងអស់គ្នាការចម្រាញ់អាវុធវិញ្ញាណអ្វីដែលសំខាន់បំផុតគឺការគ្រប់គ្រងអណ្ដាតភ្លើងដូច្នេះការប្រកួតថ្ងៃនេះនឹងសាកល្បងសមត្ថភាពក្នុងការគ្រប់គ្រងភ្លើងចាំមើលភ្លើងឈីយានដែលជាក្បាច់សម្ងាត់ប្រចាំត្រកូលចៅសេតុនហភាពដល់ទៅ1,800អង្សាសេភ្លើងឈីយានរបស់ត្រកូលចៅពិតជាល្បីឈ្មោះសំនឹងកេរឈ្មោះមែនសេតុនហភាព1,800អង្សាសេបើអីចឹងខ្ញុំឯងមកទីនេះដើម្បីលេងសើចឬថ្ងៃនេះជាការប្រកួតចម្រាញ់អាវុធវិញ្ញាណឯងយកអំបិលមកធ្វើម្ហូបឬសូដ្យូមក្លូរីតប៉ះភ្លើងនិងបង្ហាញពណ៌លឿងកើតរឿងអ្វីហ្នឹងទង់ដែងក្លូរីតប៉ះភ្លើងនិងបង្ហាញពណ៌ខៀវបៃតងលីជុំនីត្រាតប៉ះភ្លើងនិងបង្ហាញពណ៌ក្រហមចាស់ប៉ូតាស្យូមក្លូរីតប៉ះភ្លើងនិងបង្ហាញពណ៌ស្វាយភ្លើងអាចកំបាំង4ពណ៌ឯងនេះជាមន្តអាគមនេះមិនមែនជាមន្តអាគមទេវាហៅថាប្រតិកម្មពណ៌អណ្ដាតភ្លើងលីជុំក្រហមទង់ដែងខៀវបៃតងប៉ូតាស្យូមស្វាយសូដ្យូមលឿងនេះជាលក្ខណៈធម្មជាតិរបស់ធាតុនីមួយមិនអាចទៅរួចទេសិស្សល្អក្រៅពីពណ៌ទាំង4នេះនៅមានពណ៌ផ្សេងទៀតទេពេលណាទំនេរបង្ហាញឲ្យចាស់ម្នាក់នេះមើលផងនៅមានទៀតឧទាហរណ៍សត្រូនស្យូមជាពណ៌ក្រហមភ្លឺរូប៊ីស្យូមជាពណ៌ស្វាយក្រហមបារីយ៉ូមជាពណ៌លឿងបៃតងពេលសម្ភារៈគ្រប់ខ្ញុំនឹងសាកល្បងបង្ហាញលោកវ័យក្មេងប៉ុណ្ណេះតែចេះដឹងមិនតិចទេចាស់ទុំម៉ូត្រូវបណ្ដុះបណ្ដាលគេឲ្យបានល្អ2ខែទៀតនឹងមានមហាសន្និបាតបកទាំង7ពេលនោះបាក់ឈីងយុនប្រហែលជាត្រូវការសមត្ថភាពរបស់គេនោះគឺជាឪពុករបស់ចាស់ទុំធំចៅធានលេខ្ញុំដឹងហើយមិនថាល្អឬអាក្រក់សាកល្បងមើលសិនកុំតិចឧបសគ្គទាំងអស់ឲ្យខ្ញុំបំបែកបានហើយរលកធម្មពលវិញ្ញាណកំពុងកាត់ឡើងនេះជាបាតុភូតដែលកាត់ឡើងតែពេលឈានដល់កំពូលដំណាក់កាលជូជីប៉ុណ្ណោះទីដៅគឺផ្ទះសិស្សជំនួយការមាននរណាម្នាក់បំបែកដំណាក់កាលនៅផ្ទះសិស្សជំនួយការហើយមិនត្រឹមតែដំណាក់កាលកំពូលជូជីធម្មតាទេមើលកម្លាំងសោពន្លឺនោះគេបានឡើងពីដំណាក់កាលលៀនជីក្នុងមួយដង្ហើមមើលទំហំខ្យល់វិញ្ញាណដែលវិលចុះឡើងនោះយ៉ាងហោចណាស់គេបានបំបែកជាង7ឬ8ដំណាក់កាលជាប់គ្នាខ្ញុំរស់មកជាង80ឆ្នាំហើយមិនដែលឃើញអច្ឆរិយបុរសបែបនេះទេពិតជាឯងមែនកំពូលដំណាក់កាលជូជីកាលពី7ថ្ងៃមុនឯងនៅតែជាសិស្សជំនួយការកម្រិតទី3នៃដំណាក់កាលលៀនជីប៉ុណ្ណោះលោកមេប៉រលកធម្មពលវិញ្ញាណបានលេចឡើងអ្នកដែលរស់នៅផ្ទះសិស្សជំនួយការនោះជានរណាតើនរណាអាចឡើងពីលៀនជីដល់កំពូលជូជីក្នុងរយៈពេលខ្លីបែបនេះលោកចាស់ទុំធំតើលោកមិនដឹងទេនោះគឺលីងឈិនកាលពី7ថ្ងៃមុនគេជាអ្នកដែលបង្ហាញភ្លើង4ពណ៌នៅការប្រកួតចម្រាញ់អាវុធវិញ្ញាណការបំបែកដំណាក់កាលរបស់លីងឈិនគឺជាពរជ័យរបស់បាក់ឈីងយុនថ្ងៃស្អែកខ្ញុំនឹងទៅជួបប្អូនប្រុសរូបនេះដោយផ្ទាល់ចាស់ទុំទាំងអស់
រឿងយប់នេះកុំទាន់ផ្សព្វផ្សាយទៅខាងក្រៅហើយសូមបន្ថែមឈ្មោះលីនឈិនចូលក្នុងបញ្ជីចូលរួមមហាប្រកួតចម្រាញ់អាវុធវិញ្ញាណរបស់បកទាំង7អូនេះហើយឬអារម្មណ៍នៃការហ្វឹកហាត់និយាយមួយម៉ាត់អស្ចារ្យមែនក្មេងម្នាក់នេះដាច់ខាតមិនអាចទុកឲ្យនៅរស់បានទេ